បើថ្ងៃមួយអ្នកបានឃើញកប៉ាល់កំពុងតែរសាត់រណ្ដែតកណ្ដាលសមុទ្រប៉ុន្តែគ្មានមនុស្សសំបីតែម្នាក់តើអ្នកហ៊ានឡើងទៅមើលដែរឬទេ The Mary Shelley កប៉ាល់ដែលបាត់មនុស្សទាំងអស់ប៉ុន្តែមិនបាត់កប៉ាល់ថ្ងៃទី 5 ខែធ្នូឆ្នាំ 1872 កប៉ាល់ពាណិជ្ជកម្មមួយមានឈ្មោះថា Mary Shelley ត្រូវបានប្រទះឃើញកំពុងតែរសាត់លើមហាសមុទ្រអាត្លង់តិកជិតប្រជុំកោះ Ayrshire ដែលជាផ្នែកមួយនៃប្រទេសប៉ូទុយហ្គាល់ធ្វើឲ្យមនុស្សភ្ញាក់ផ្អើលគឺកប៉ាល់នេះមិនខូចខាតធ្ងន់ធ្ងរនិងមិនលេចហើយទំនិញភាគច្រើនគឺនៅដដែលប៉ុន្តែមនុស្សទាំង10នាក់នៅលើកប៉ាល់ត្រូវបានបាត់ខ្លួនទាំងអស់ Mary Shelley ជាកប៉ាល់ពាណិជ្ជកម្មផលិតពីឈើមានប្រវែងប្រហែល30ម៉ែត្រនិងទម្ងន់ប្រហែលជា280តោនវាត្រូវបានសាងសង់ឡើងនៅប្រទេសកាណាដាក្នុងឆ្នាំ 1861 នៅថ្ងៃទី 7 ខែវិច្ឆិកាឆ្នាំ 1872 កប៉ាល់នេះបានចេញដំណើរពីទីក្រុង New York សហរដ្ឋអាមេរិកឆ្ពោះទៅកាន់ទីក្រុង Genoa ប្រទេសអ៊ីតាលីវាដឹកអាកុលឧស្សាហកម្មប្រហែលជា 1700 ធុងអ្នកដឹកនាំកប៉ាល់គឺ Captain Benjamin Britt គាត់បាននាំប្រពន្ធនិងកូនស្រីអាយុ 2 ឆ្នាំនិងនាវិក 7 នាក់ទៅជាមួយប៉ុន្តែមួយខែក្រោយកប៉ាល់មួយទៀតឈ្មោះថា Dale Gratic បានប្រទះឃើញ Mary Shelley កំពុងរសាត់ដោយគ្មានមនុស្សទូកសង្គ្រោះតូចមួយក៏បានបាត់ទំនិញនៅស្ទើរតែគ្រប់មុខឯកសារសំខាន់ៗភាគច្រើននៅទីនេះហើយមិនមានសញ្ញាបង្ហាញពីការប្រយុទ្ធឬក៏វាយតប់ពីចោរប្លន់ណាមួយឬអំពើហិង្សាណាមួយឡើយរហូតមកដល់សប្តាហ៍ថ្ងៃនេះមានទ្រឹស្ដីជាច្រើនអ្នកបានស្រាវជ្រាវមួយចំនួនបានគិតថាចំហាយអាកុលធ្វើឲ្យ Captain បារម្ភពីការបន្ទោសហើយបញ្ជាឲ្យមនុស្សទាំងអស់បានចុះចេញទូកសង្គ្រោះជាបណ្ដោះអាសន្នបន្ទាប់មកទូកក៏បានរសាត់បាត់ទៅដោយសារខ្យល់និងរលកតែมันមានភស្តុតាងណាមួយបញ្ជាក់ពីរឿងនេះឲ្យបានច្បាស់លាស់នោះទេអស់រយៈពេល150ឆ្នាំហើយកប៉ាល់របស់ Mary Shelley នៅតែជាសំណួរដែលគ្មានចម្លើយ